គុណខ្មែរប៉ះ USA ម្ដងទៀតនៅប្រទេសសហរដ្ឋអាមេរិកហើយនឹងកីឡាករអេមរិនបថងដកខ្លួនចេញពីការប្រកួតសង្វៀន knock out វាដណ្ដើមខ្សែក្រវ៉ាត់ knock out នៅប្រទេសជប៉ុនបាទជំរាបសួរប្រិយមិត្តបងប្អូននៅខាង Channel គុណខ្មែរ TV មានព័ត៌មានថ្មីក្តៅមកចែកជូនបងប្អូនទៀតហើយគឺលើកមកនិយាយពីទ័ពគុណខ្មែរនឹងត្រៀមចេញទៅប្រកួតនៅប្រទេសអាមេរិកឬក៏នេះក្រឡាវេកាដែលមានទ័ពគុណខ្មែរយើងថ្មីនេះចូលរួមប្រកួតនៅប្រទេសកម្ពុជាយើងប៉ះជាមួយនឹងខាង USA បងប្អូនគុណខ្មែរ VS ជាមួយនឹង USA ហើយកលាងគុណខ្មែរយើងគឺមានទ័ព5រូបខាង USA 5រូបហើយយោងតាមសាររបស់លោកថុំគឹមគាត់កិច្ចពិនិយាយផ្ទាល់ណាបងប្អូនគឺគាត់បានបង្ហើបនិយាយថាកីឡាករគុណខ្មែរយើងនេះថ្ងៃខាងមុខនេះត្រៀមមានអវត្តមានចេញទៅប្រកួតនៅសហរដ្ឋអាមេរិកហើយដឹងតែក៏ក្រៅហើយគឺដឹកនាំដោយខាងស្ថាប័នគុណខ្មែរខ្សែក្រវ៉ាត់ IFPCC ដឹកនាំទៅប៉ះជាមួយនឹងស្ថាប័ន WCK ដែលជាស្ថាប័នមួយដ៏អស្ចារ្យនៅប្រទេសអាមេរិកបងប្អូនហើយត្រៀមកីឡាករគុណខ្មែរយើងហ្នឹងគឺ5រូបអត់ទាន់ដឹងថាទ័ពគុណខ្មែរយើងរូបណាខ្លះទេដែលចេញទៅប្រកួតលើកនេះដឹងថាជើងខ្លាំងគុណខ្មែរយើងប្រកួតនៅប្រទេសកម្ពុជាយើងនេះមានដំរីភ្លុកផសុភ័ណ្ឌធឿនវិរាសោមវិឆ័យអីហ្នឹងស្ទើរតែលំដាប់គុណខ្មែរហ្នឹងចូលរួមប្រកួតប៉ុន្តែយើងចាំមើលតើកីឡាកររូបណាខ្លះដែលចេញទៅប្រកួត USA លើកនេះហើយរឿងមួយទៀតនេះគឺកីឡាករអេមរិនបថងត្រៀមចេញទៅប្រកួតនៅប្រទេសជប៉ុនប៉ុន្តែឥឡូវនេះខាងកីឡាករដេនសាមប្រកាសថាដកខ្លួនចេញហើយគឺមិនហ៊ានប្រកួតជាមួយនឹងកីឡាករអេមរិនទេដោយសារតែឬថាដោយសារសុខភាពឬយ៉ាងណាឬក៏ដោយសារខ្លាចរបូតខ្សែក្រវ៉ាត់ព្រោះនៅក្នុងនោះគឺលោកគ្រូអេបថងបានដាក់អាម៉ាត់ថាហៅហាត់អេមរិនបថងដើម្បីយកខ្សែក្រវ៉ាត់ឈ្នះឲ្យបានហើយលោកគ្រូថានឹងទៅដែរហ្នឹងបងប្អូនហើយកីឡាករអេមរិនបថងក៏គាត់វឹកហាត់ប្រឹងណាស់ដើម្បីឲ្យឈ្នះយកខ្សែក្រវ៉ាត់ប៉ុន្តែឥឡូវនេះក៏ចូលរួមសោកស្ដាយមិនបានទៅយកមកវិញដោយសារតែខាងកីឡាករដេនសាមហ្នឹងគឺគាត់សុំដកខ្លួនមិនប្រកួតជាមួយអេមរិនបណ្ដាសំខាន់បងប្អូនដឹងហើយកីឡាករដេនសាមបើតាមបែបមានគិតមើលគឺប្រហែលជាខ្លាចកីឡាករអេមរិនមើលទៅខ្លាចរបូតខ្សែក្រវ៉ាត់ប្រការណាមួយប៉ុន្តែដឹងតែញាក់សាច់ការប្រកួតបើបានប៉ះមែនប៉ុន្តែឥឡូវនេះគឺចូលរួមសោកស្ដាយបានប៉ះដឹងតែក៏ក្រៅកីឡាករដេនសាមក៏ចង់ប៉ះដែរមកប្រកាសហ្នឹងប៉ុន្តែឥឡូវគឺគេដកខ្លួនហើយកីឡាករអេមរិនប្រហែលជាអាចនឹងមានឈ្មោះចេញទៅប្រកួតនៅ USA ដែរហ្នឹងបងប្អូនថ្ងៃខាងមុខនេះអាចនឹងមានវត្តមានអេមរិនធឿនធីរាយហ្នឹងមើលមីឃីហ្នឹងអាចនឹងមានវត្តមានចេញទៅប្រកួតចូលរួមមហាព្រឹត្តិការណ៍គុណខ្មែរ VS ជាមួយនឹង USA អាចនឹងមានការវិដណ្ដើមខ្សែក្រវ៉ាត់ស្ថាប័ន WCK ផងដែរមើលទៅបងប្អូនព្រោះគេមកខាងយើងដាក់ខ្សែក្រវ៉ាត់ឲ្យគេដណ្ដើមមួយអញ្ចឹងហើយយើងទៅវិញអាចនឹងមានការដណ្ដើមខ្សែក្រវ៉ាត់ធឿនធីរាឬយ៉ាងណាយើងចាំមើលទាំងអស់គ្នាដាក់ខ្សែក្រវ៉ាត់ WCK មកដឹងតែអែមមែនតើបងប្អូនដឹងតែគូក្រៅដឹងតែញាក់សាច់ហើយតែមានតែព័ត៌មានប៉ុណ្ណេះទេចែកជូនប្រិយមិត្តបងប្អូនកុំភ្លេចអ្នកមកថ្មីកុំភ្លេចចុច Subscribe នៅមួយផងដើម្បីបានព័ត៌មានថ្មីពី Channel គុណខ្មែរ TV ចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ